នេះកូនពៅបាទកូនពៅកំពុងតែចេញបទការហាត់ប្រាណបាទអូព្រោះហាត់ប្រាណកូនហាត់ប្រាណកូនហ៎ហាត់ប្រាណណាបាទអូយគេហាត់ប្រាណមកគេហាត់ប្រាណណាអូ1 2 3 4ទៀតចេះ1 2 3 4ទៀតចេះ1 2 3 4ទៀតអូមិនធ្វើដែរចឹងកូននំគូតណាទៅចោលអស់ណាកូនធ្វើម៉េចកូនធ្វើម៉េចបាទនេះផ្លូវលេខ9បាទផ្លូវលេខ9នៅក្នុងសង្កាត់អូស្មាច់បាទអានឹងបែកខាងភូមិអភិវឌ្ឍបាទមកភូមិអភិវឌ្ឍបាទនេះទេសភាពដែលទូទៅបាទឃើញថាផ្ទះជួលធ្វើឡើងច្រើនបាទដូចជានោះផ្ទះជួលដែរបាទផ្ទះជួលបាទកំពុងពេញនិយមហើយបាទពេញនិយមផ្ទះជួលអរគុណបាទពេញនិយមផ្ទះជួលហើយបាទខាងអូស្មាច់នេះព្រោះមានការរីកចម្រើនមួយស្ទុះនេះគឺបុកខ្លាំងតែម្ដងបាទគឺចិនបុកមកខ្លាំងដូចនោះកំពុងផ្ទះជួលដែរនោះបាទនោះផ្ទះជួលដែរបាទឃើញច្រើនផ្ទះជួលបុកច្រើនបាទរហូតដល់ក្នុងព្រៃក្នុងទីឆ្ងាយហើយនៅតែមានផ្ទះជួលមានតែធ្វើផ្ទះជួលបានថាតម្រូវការទីផ្សារផ្ទះជួលនេះច្រើនបាទថ្ងៃនេះថ្ងៃទីទី12បាទ12ខែ6ឆ្នាំ2025បាទនេះជាសភាពទូទៅនៅក្នុងផ្លូវលេខ9បាទផ្លូវលេខ9ជាផ្លូវធំបាទផ្លូវនេះផ្លូវធំបាទផ្លូវនេះ20ម៉ែត្រមិនមែនផ្លូវ15ម៉ែត្រដូចនេះទេបាទផ្លូវធម្មតាទេបាទផ្លូវធំវាមានផ្លូវលេខ1ផ្លូវលេខ5ផ្លូវលេខ9ផ្លូវលេខ12បាទផ្លូវធំបាទ12មកបែកខាងអភិវឌ្ឍវិញវារៀងទូចផ្លូវរៀងទូចបាទអានេះផ្លូវ5ម៉ែត្រវិញបាទនេះកូនទៅទៅបាទទៅកំពុងតែលោតសបាយណាបាទសបាយតែម្ដងបាទហើយខ្ញុំថតនៅថ្ងៃនេះដើម្បីទុកជាឯកសារការប្រវត្តិដែលយើងថតចូល YouTube ដើម្បីនៅពេលដែលអភិវឌ្ឍទៅតើតំបន់នេះទៅជាស្អីបាទហើយសូមពុកម៉ែបងប្អូនតាមដានបាទនេះទេសភាពទូទៅនៅក្នុងផ្លូវលេខ9នៅក្នុងភូមិគិរីមង្គលសង្កាត់អូស្មាច់ក្រុងសំណង់ខេត្តដល់មានជ័យបាទនេះថតនៅម៉ោង5ជាងបាទ5 ល្ងាចជាងបាទទេសភាពស្អាតណាស់បាទទេសភាពនៅលើភ្នំបាទនេះបាទនោះផ្លូវនេះផ្លូវទៅណាទេបាទនេះឆ្ងាយផ្លូវនោះចូលទៅដល់ភូមិអូស្មាច់បាទផ្លូវនោះបាទទេសភាពស្អាតបាទសូមអរគុណបាទសូមជួយតាមដានបាទជាតែកូនស្រីពៅបាទកូនស្រីពៅនៅទូចបាទកូនស្រីពៅមានអីចង់និយាយកូនមានអីចង់និយាយអត់និយាយមកកូនចង់និយាយអត់ចេះនិយាយទេបាទអូខេកូនបាទអរគុណបាទជំរាបលាកូនជំរាបលាមួយជំរាបលាលឿនអូខេជំរាបលាមួយកូនបាទអរគុណបាទអរគុណបាទ